បាទសរុបជ្រាបដល់អាណាព្យាបាលទាំងអស់ដើម្បីតាមដានទៅលើលទ្ធផលរបស់ពុទ្ធប្រឡងអនឡាញជាដំបូងសូមឲ្យអាណាព្យាបាលទាំងអស់ចុចកន្លែង exam fit draft org អញ្ចឹងចុចលើនឹងមកបាទពេលចុចលើនឹងហើយបើចេញសិនជាចេញតម្រងបែបនេះយកពាក្យថា open បាទបន្ទាប់ពីចេញពី open ហើយបើសិនជាចេញតម្រងបែបនេះទៀតសូមឲ្យចុចពាក្យថាបាទមួយ EdTech Examination System នេះចុចលើរូបអក្សរ G នេះមកបាទចុចលើនឹងមកពឹកមកបាទបន្ទាប់មកបើមានចេញតម្រងបែបនេះទៀតយកពាក្យថាចាប់ផ្ដើមបាទនៅពេលនោះនឹងឃើញមាន2គឺមួយចូលប្រឡងសម្រាប់សិស្សហើយមួយទៀតគ្រូអញ្ចឹងអាណាព្យាបាលសិស្សអាចចូលទៅតាមដានកូនថាតើកូនបានប្រឡងឬទេអញ្ចឹងសូមឲ្យអាណាព្យាបាលទាំងអស់ចុចកន្លែងពាក្យថាគ្រូបង្រៀនបាទពេលដែលចុចកន្លែងគ្រូបង្រៀនហើយនៅលើនេះមានពាក្យថា teacher អញ្ចឹងសូមឲ្យអាណាព្យាបាលទាំងអស់វាយពាក្យថា teacher តាមអ្វីដែលខ្ញុំបានបង្ហាញជូនហើយនៅខាងក្រោម password នេះគឺដាក់ថា teacher 2026អញ្ចឹងខ្ញុំសូមបញ្ជាក់ username teacher ទៅសេអក្សរ T តូចបាទហើយ password teacher 2026បាទបន្ទាប់ពីបានប៉ុណ្ណឹងហើយសូមអាណាព្យាបាលទាំងអស់ចុចពាក្យថា login បាទអញ្ចឹងពេលដែលអាណាព្យាបាលសិស្សចូលហើយនឹងឃើញបាទនេះបាទចំនួនសាលាស្ថិតនៅគោលដៅក្រៅគោលដៅទាំងអស់នៅក្នុងនេះអញ្ចឹងអ្វីដែលអាណាព្យាបាលចង់ដឹងចង់ឃើញលទ្ធផលកូនគឺមើលកន្លែងបាទទី1គឺលទ្ធផលប្រឡងអញ្ចឹងចុចលើនឹងមកបន្ទាប់ពីចុចលទ្ធផលប្រឡងហើយសូមអាណាព្យាបាលទាំងអស់បាទចុចកន្លែងខេត្តកំពង់ធំបាទបន្ទាប់ពីចុចកន្លែងខេត្តកំពង់ធំហើយអាណាព្យាបាលសិស្សទាំងអស់អាចចូលមកមើលកន្លែងនេះបាទពិនិត្យមើលខែបាទអញ្ចឹងអាចជ្រើសរើសខែដោយសារខែនេះជាខែមីនាស្រេចអញ្ចឹងខ្ញុំបង្ហាញខែមីនាបើសិនជាចង់មើលខែកុម្ភៈជ្រើសរើសយកខែកុម្ភៈបាទអញ្ចឹងខែមីនាហើយស្រុកតើសាលារបស់អាណាព្យាបាលហ្នឹងគឺស្ថិតនៅស្រុកអីសម្រាប់ខ្ញុំគឺនៅស្រុកសតុកអញ្ចឹងខ្ញុំយកស្រុកសតុកបាទបន្ទាប់មកសាលាកូនរបស់អាណាព្យាបាលហ្នឹងនៅក្នុងសាលាអីអញ្ចឹងរើសយកសាលាមកអញ្ចឹងខ្ញុំចុចយកសាលាតាំងកសាំង1បាទបន្ទាប់មកតើកូនរបស់អាណាព្យាបាលសិស្សទាំងអស់នឹងឯងគាត់រៀននៅថ្នាក់ណាអញ្ចឹងដូចអាណាព្យាបាលសិស្សគាត់សួរខ្ញុំមិញឈ្មោះថនរតនាទី 8D អញ្ចឹងខ្ញុំសូមបង្ហាញឈ្មោះថនរតនាមួយអញ្ចឹងខ្ញុំរើសយកកម្រិតថ្នាក់ទី8បាទបន្ទាប់មកបាទអញ្ចឹងខ្ញុំរើសយក8D អញ្ចឹងខ្ញុំចុចយក 8D បាទចំពោះភេទដែលនៅនេះទេមិនបាច់ទេឥឡូវសូមអាណាព្យាបាលទាំងអស់មកមើលឈ្មោះថនរតនានេះអូខេអញ្ចឹងថនរតនាគឺគាត់បានបន្ទុកខ្មែរនឹង50គណិត40អញ្ចឹងខ្ញុំសូមបញ្ជាក់ថាចំពោះមុខវិជ្ជាណាមួយដែលកូនរបស់អាណាព្យាបាលប្រឡងធ្លាក់មានន័យថាបើធ្លាក់សូមឲ្យអាណាព្យាបាលសិស្សទាំងអស់ឲ្យគាត់ប្រឡងម្ដងទៀតអញ្ចឹងពេលដែលប្រឡងទៅលទ្ធផលប្រព័ន្ធនឹងចាប់យកបន្ទុកដែលខ្ពស់ជាងគេហើយអញ្ចឹងសូមមកពិនិត្យមើលនីតិអញ្ចឹងគាត់នៅនីតិ S នៅឡើយទេដោយសារតែអង់គ្លេសគឺគាត់ធ្លាក់អញ្ចឹងឲ្យគាត់មើលមុខវិជ្ជាណាដែលគាត់ធ្លាក់ឲ្យគាត់ប្រឡងម្ដងទៀតដើម្បីឲ្យលទ្ធផលរបស់គាត់នឹងគឺបានខ្ពស់ជាងមុនបាទហើយជាប់អញ្ចឹងចំពោះការប្រឡងអនឡាញនេះខាងនាយកដ្ឋានក៏ដូចជាក្រសួងគឺតម្រូវឲ្យកូនដែលអាណាព្យាបាលទាំងអស់ដែលតាមដានលទ្ធផលកូននឹងគឺដូចខ្ញុំបានជម្រាបខាងលើអញ្ចឹងថាបើសិនជាមុខវិជ្ជាណាធ្លាក់សូមឲ្យអាណាព្យាបាលសិស្សទាំងអស់ឲ្យគាត់ចូលប្រឡងម្ដងទៀតចំពោះវិញ្ញាសាគឺមិនដូចគ្នាទេគឺក្រសួងបានរៀបចំជូនដល់សិស្សក៏ដូចជាអាណាព្យាបាលឲ្យទៅពិនិត្យមើលទាំងអស់គ្នាថាចំពោះវិញ្ញាសាប្រឡងលើកទី1ចេញបែបនេះប្រឡងលើកទី2ចេញបែបនោះគឺមិនដូចគ្នាទេបាទសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងបាទសម្រាប់ជូនដល់អាណាព្យាបាលសិស្សសម្រាប់តាមដានទៅដល់កូនដែលបានប្រឡងអនឡាញបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបាទសូមអរគុណសូមជម្រាបលា